សួស្តីបងប្អូនពលករខ្មែរយើងប្រឡងកូរ៉េវគ្គ23ទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ចេះឆែកមើលឈ្មោះរបស់យើងប្រឡងចំថ្ងៃណាខែណាឆ្នាំណាអញ្ចឹងបងប្អូនអាចចូលមើលវីដេអូនេះបានព្រោះឥឡូវហ្នឹងជាថ្ងៃដែលក្រសួងបិទប្រកាសហើយសម្រាប់បងប្អូនដែលចង់ចេះឆែកមុនក្រសួងបង្ហោះយើងអាចចូលឆែកនៅក្នុង website បានហើយពេលដែលក្រសួងបង្ហោះយើងចាំឆែកក្នុង page ក្រសួងក៏បានដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងឈ្មោះរបស់យើងប្រឡងពេលណាយើងអាចឆែកតាម website បានមុនបណ្ដាបានអញ្ចឹងបងប្អូនចូលមកកាន់កម្មវិធី Google នេះមកយើងចូលឆែកក្នុង website បន្ទាប់មកយើង search យើងវាយ EPS extended នេះហើយយើង search ទៅយើងវាយ EPS topic ក៏បានដែរតោះមកយើងយកឥឡូវគេនឹងមកនេះយើងមើលតាមនឹងមកសកូរ៉េហ្នឹងក៏បានចុចលើវាមកតាមទៀតយើងស៊ូមវាមកយើងរកមើលប្រទេសខ្មែរយើងនេះគេដាក់មក Cambodia ចុចយើងយកអាហ្នឹងមក link ហ្នឹងតាមទៀតនេះយើងមើលមកកន្លែងនេះយើងវាយនេះយើងមើលទៅនេះយើងវាយលេខកូដប្រឡងរបស់យើងចូលលេខកូដប្រឡងរបស់យើងវាយត្រឹម50ហ្នឹងណាអាកតុយ50 20កូដទៅអា8ខ្ទង់ចុងក្រោយហ្នឹងហើយយើងចុចលើហ្នឹងមកយើងវាយលេខកូដប្រឡងរបស់យើងត្រឹមខាងស្ដាំអក្សរ C ទៅនិយាយទៅត្រឹមអក្សរ50ទៅ8ខ្ទង់ហ្នឹង50មកបន្ទាប់មកយើងចុចពាក្យនេះ search នេះខាងស្ដាំហ្នឹងតមកចេញហើយនេះយើងស៊ូមវាមកយើងមើលយើងឃើញប្រឡងខែ3ថ្ងៃទី3ថ្ងៃទី3ខែ3 2026ម៉ោង 2:30 នាទីដល់ម៉ោង 3 វេន 4នេះកន្លែងនេះវេន 4 ឯម៉ោងនេះអញ្ចឹងវេន 4 ម៉ោងល្ងាចហើយសម្រាប់បងប្អូនដែលឆែកទៅឃើញម៉ោងនេះឃើញយើងឃើញម៉ោងទៅហ្នឹងយើងចាំផ្ទៀងជាមួយនឹងក្រសួងបន្ថែមទៀតផងព្រោះភ័យក្រសួងបង្ហោះបានច្បាស់លាស់ហ្មងថាយើងវេនប្រហែលហ្នឹងចន្លោះពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានព្រោះឆែកក្នុង website ខ្លាចខុសចន្លោះម៉ោងគ្នាតិចតួចអញ្ចឹងយើងត្រូវទៅដល់ក្រសួងឲ្យបានមុនរងចាំក្រសួងមុនទៅឲ្យបានមុនកន្លះម៉ោងអីទៅព្រោះយើងអាចទៅក្នុងចន្លោះម៉ោងហ្នឹងហ្មងទៅណាតែម៉ោងហ្នឹងហ្មងយើងគេត្រូវតម្រង់ជួររងចាំមើលត្រួតពិនិត្យមើលលេខកូដប្រឡងរបស់យើងមើលតញ្ញាណប័ណ្ណរបស់យើងអញ្ចឹងយើងត្រូវទៅឲ្យបានមុនម៉ោងដែលក្រសួងដាក់មកហើយសម្រាប់ម៉ោងខ្ញុំបញ្ជាក់ម្ដងទៀតថាយើងត្រូវឆែកមើលនៅក្នុង page ក្រសួងបន្ថែមទៀតព្រោះម៉ោងក្នុង website នេះអាចនឹងខុសគ្នាតិចតួចឬក៏ត្រូវគ្នាយើងអត់តន់ច្បាស់ទេអញ្ចឹងដើម្បីកាន់តែច្បាស់គឺយើងត្រូវឆែកមើលនៅក្នុង page ក្រសួងបន្ថែមទៀត page របស់ក្រសួងចាំទៀតខ្ញុំប្រាប់ page របស់ក្រសួងនឹងបងប្អូនអាចឆែកតាមនឹងមកនេះយើងត្រួតពិនិត្យមើលទៅលេខកូដប្រឡងរបស់យើងហើយនឹងឈ្មោះរបស់យើងនៅខាងនេះខាងឆ្វេងនេះចឹងយើងមើលច្បាស់ប្រយ័ត្នវាយលេខកូដប្រឡងច្រឡំរបស់គេព្រោះហ្នឹងតែវាយខុសមួយខ្ទង់អាចនឹងចូលឈ្មោះអ្នកផ្សេងហើយឈ្មោះរបស់យើងនេះនៅខាងឆ្វេងទៅនេះមិញហើយយើងអាចចូលទៅមើលក្នុង page ក្រសួងនេះ page របស់ក្រសួងMTOSB Cambodia នេះគណៈកម្មការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អ្នកអត់ទាន់ស្គាល់ page ក្រសួងទេអាចចុចស្វែងរកក្នុង Facebook បានណា page របស់ក្រសួងបង្ហោះនៅតិចក្រសួងបង្ហោះឲ្យអាចនឹងថ្ងៃតិចទៀតឬក៏ពេលថ្ងៃរសៀលចឹងយើងចាំមើលទៅតែយើងចង់ចេះឆែកមុនអាចឆែកតាមខ្ញុំរៀនមុនហ្នឹងមក
ហើយចាំយើងឆែកក្នុង page ក្រសួងពេលក្រោយបន្ថែមទៀត Facebook របស់ខ្ញុំសម្រាប់បងប្អូនដែលចង់បង្កើត ID ផ្សេង ID EPS ឆែកមើលតកែសញ្ញាចេញមើលលុយចំណាច់ឆ្នាំសុពលភាពការងារហ្នឹងហើយបង្រៀនឆែកលុយមាននឹងគឹមបងប្អូនអាចឆាតមកបាន